bà hai đầu vây ban mà nô chỉ tràn pratna trong một rốn nơi khung thìក្រុង ធំ ឬ រាជធានី bà chỉ tu tớiការផ្លាស់ប្ដូរទីលំនៅមករស់នៅក្នុងទីក្រុងធំ ឬ រាជធានីហ្នឹងគឺជាទំនោរទូទៅមួយដែលគេសង្កេតឃើញថាស្ទើរតែគ្រប់ប្រទេសនៅជុំវិញពិភពលោកហ្នឹងគឺពួកគាត់ចូលចិត្តមករស់នៅក្នុងទីក្រុងឬក៏ជាទីប្រជុំជនដែលមានមនុស្សច្រើនបាទហើយមូលហេតុចម្បងដែលជំរុញឲ្យមនុស្សសម្រេចចិត្តបែបនេះគឺមានកត្តាដូចជាបាទទី1គឺតាក់ទងទៅនឹងឱកាសការងារហើយនិងសេដ្ឋកិច្ចទីក្រុងធំវាគឺជាកន្លែងបណ្ដុំនៃសហគ្រាសក្រុមហ៊ុនអន្តរជាតិហើយនិងរោងចក្របាទដែលអាចផ្ដល់ជម្រើសការងារច្រើនជាងនៅតាមជនបទបាទដោយសារតែទី1គឺប្រាក់ចំណូលខ្ពស់បាទជាទូទៅកម្រិតប្រាក់បៀវត្សនៅទីក្រុងបាទមានភាពប្រសើរជាងដែលអាចអនុញ្ញាតឲ្យមនុស្សមានលទ្ធភាពសន្សំលុយបាទឬផ្ញើទៅជួយក្រុមគ្រួសាររបស់គាត់នៅស្រុកកំណើតជាដើមបាទហើយទី2គឺភាគចម្រុះនៃអាជីពបាទមានន័យថាមានអាជីពច្រើនអញ្ចឹងណាបាទមិនថាអ្នកជំនាញផ្នែកបច្ចេកវិទ្យាបាទវិស្វករឬក៏សិល្បករអីនោះទេពួកគេងាយនឹងរកការងារដែលត្រូវទៅនឹងជំនាញរបស់ពួកគាត់អញ្ចឹងណាបាទទី2គឺតាក់ទងទៅនឹងប្រព័ន្ធអប់រំហើយនិងការបណ្ដុះបណ្ដាលនៅក្នុងរាជធានីឬក៏ទីក្រុងធំហ្នឹងបាទគឺជាមជ្ឈមណ្ឌលនៃចំណេះដឹងបាទដោយសារតែនៅនោះគឺមានសាកលវិទ្យាល័យល្បីៗបាទសាលារៀនដែលមានស្តង់ដារខ្ពស់ហើយនិងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈជាច្រើនដែលប្រមូលផ្ដុំសាខាប្រមូលផ្ដុំនៅក្នុងទីក្រុងបាទគេចង់និយាយចឹងទី2គឺការអភិវឌ្ឍខ្លួនបាទការរស់នៅទីក្រុងគឺផ្ដល់ឱកាសឲ្យយុវជនបាទបានរៀនសូត្រពីបរិយាកាសជុំវិញដែលសម្បូរទៅដោយការប្រកួតប្រជែងហើយនិងបច្ចេកវិទ្យាថ្មីបាទហើយទី3នេះគឺតាក់ទងទៅនឹងសេវាកម្មសុខាភិបាលហើយនិងសុខុមាលភាពនៅពេលដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរបាទមនុស្សតែងតែសម្លឹងមករកមន្ទីរពេទ្យធំនៅឯទីក្រុងបាទដោយសារតែទី1គឺសម្ភារៈទំនើបបាទនៅទីក្រុងគឺមានមន្ទីរពេទ្យដែលមានឧបករណ៍វេជ្ជសាស្ត្រទំនើបបាទហើយនិងគ្រូពេទ្យជំនាញជាច្រើនទី2គឺសេវាកម្មសង្គ្រោះបន្ទាន់បើយើងនិយាយអំពីល្បឿនហើយនិងប្រសិទ្ធភាពនៃសេវាសុខាភិបាលនៅទីក្រុងគឺច្រើនតែមានភាពរហ័សទាន់ចិត្តជាងអញ្ចឹងបាទបានជាពួកគាត់ចូលចិត្តចង់រស់នៅទីក្រុងបាទហើយទី4គឺតាក់ទងទៅនឹងហេដ្ឋារចនាសម្ព័ន្ធនិងការកំសាន្តបើនិយាយទៅភាពងាយស្រួលនៅក្នុងការរស់នៅប្រចាំថ្ងៃក៏ជាកត្តាតាក់ទាញយកចិត្តទុកដាក់ផងដែរបាទទី1គឺការធ្វើដំណើរបាទនៅទីក្រុងមានផ្លូវច្រើនបាទផ្លូវខ្វាត់ខ្វែងប្រព័ន្ធដឹកជញ្ជូនសាធារណៈហើយនិងជើងហោះហើរអន្តរជាតិបាទហើយទី2គឺការកំសាន្តហើយនិងជីវភាពស៊ីវិល័យគឺមានមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារទំនើបសួនច្បារកន្លែងហាត់ប្រាណបាទកន្លែងកំសាន្តនាពេលរាត្រីបាទបង្កើតឲ្យមានរបៀបរស់នៅដែលគួរជាទីតាក់ទាញហើយនឹងមិនធ្វើឲ្យពួកគាត់ឆាប់អបសោកទេបាទមានន័យថាគឺសប្បាយរហូតបាទដោយយើងឃើញស្រាប់តើតើនឹងកន្លែងកំសាន្តឥឡូវយើងមានបង្កើតកន្លែង Walk Street បាទអញ្ចឹងចំណុចទាំងអស់នេះគឺជាមូលហេតុធ្វើឲ្យមនុស្សបាទមានក្តីប្រាថ្នាចង់រស់នៅទីក្រុងបាទហើយយើងឃើញមាននិស្សិតជាច្រើនដែលគាត់ទើបតែចប់វិទ្យាល័យអញ្ចឹងគាត់តែងតែមានទំនោរមួយចង់មករៀនបន្តឬក៏ចង់ធ្វើការនៅទីក្រុងអញ្ចឹងណាព្រោះថាវាមានភាពងាយស្រួលបាទវាមានឱកាសច្រើនអញ្ចឹងទៅបាទ